ប៉ុន្តែអត់សូវផ្អែមទេហើយបើបានទៅដោះគោក្តៅៗអ៊ុនៗរោយពីលើនឹងមកគឺថាឆ្ងាញ់ណាស់ហើយថ្ងៃនេះអត់មានបានមកដល់ហាងដ៏ cute មួយមានការតុបតែងឡើងស្អាតមានជញ្ចាំងសិតទៅមានអង្គុយគេងណាលេងហ្គីតាណាអីណីគឺថាមកសមរបស់គេហ្មងការតុបតែងហើយហាងនេះមានលក់ទាំងម្ហូបក៏ដូចជាផ្អែមហើយថ្ងៃនេះអត់មានសាកផ្អែម recommendation របស់គេនៅក្នុងប្រអប់ពណ៌ត្នោតហ្នឹងហើយយើងអាចរើសដល់5មុខអត់មានរើសមានគុជមានបាយតណើបមាន mochi សហ្នឹងហើយមានផ្អែមធ្វើពីត្រាវហើយអត់មានក៏មានដាក់ផ្លែឈើផ្លែស្វាយដែរគឺថាឆ្ងាញ់មែនតើមួយម៉ាត់ណាក៏ជាតិដែរហើយអូយអត់មានចូលតលេនេះក៏នឹកឃើញនេះគឺថាចង់ទៅជីកទៅដល់ទៅញ៉ាំម្ដងទៀតហ្មងណាហើយបានញ៉ាំស្វាយមួយបាយតណើបនឹងទៀតណាអូគឺថាឆ្ងាញ់មែនតើវាមានជាតិឡំផ្អែមហើយក៏ដូចជាជាតិជូរកាត់ពីស្វាយមកហើយហាងដែលមានមកថ្ងៃនេះមានឈ្មោះថាផ្អែមនៅទូកកយើងចិត្ត IFL អញ្ចឹងទាំងអស់គ្នាចំណុំគ្នាទៅសាកផងណា